ការជួបជាមួយនឹងឧបសគ្គមានការជួបជាមួយនឹងបញ្ហាទើបយល់ពីតម្លៃនៃជីវិតជាពិសេសគឺធ្វើឲ្យជីវិតគឺពិតជាមានតម្លៃនៅពេលដែលជួបនៅបញ្ហាជីវិតពិតប្រាកដបាទថ្ងៃនេះខ្ញុំសូមនិយាយអំពីប្រធានបទមួយដែលនិយាយអំពីការជួបជាមួយនឹងតម្លៃពិតនៃការដែលជួបជាមួយនឹងឧបសគ្គនិងការជួបជាមួយនឹងបញ្ហាជីវិតរសជាតិជីវិតពិតប្រាកដដូចជាបទពិសោធន៍ជាច្រើនដែលកើតមាននៅក្នុងជីវិតបាទសម្រាប់ខ្ញុំបានផ្ទាល់គឺនិយាយពីបទពិសោធន៍របស់ខ្ញុំបានផ្ទាល់ពីការដែលខ្ញុំបានជួបជាមួយនឹងបទពិសោធន៍ដូចជាជួបជាមួយនឹងឧបសគ្គជាច្រើនដែលនៅក្នុងជីវិតរបស់ខ្ញុំផ្ទាល់តាំងពីតូចរហូតដល់អាយុ29ឆ្នាំនេះបាទសម្រាប់ខ្ញុំបានផ្ទាល់គឺខ្ញុំមើលឃើញថាឧបសគ្គនិងបញ្ហាពេលដែលយើងស្ដាប់ដំបូងណាយើងឃើញថាវាធ្វើឲ្យពិបាកសម្រាប់ជីវិតយើងប៉ុន្តែគិតសពទៅមានតែការអរគុណការដឹងគុណជាមួយនឹងបទពិសោធន៍នេះមែនតើដែលធ្វើឲ្យជីវិតបាទមានភាពរឹងមាំដែលធ្វើឲ្យជីវិតបាទមានការក្រោកឈរជាមួយនឹងបាទជីវិតថ្មីនៅក្នុងរូបរាងចាស់ជាក់ស្ដែងសម្រាប់ខ្ញុំបានផ្ទាល់គឺខ្ញុំនិយាយអំពីបទពិសោធន៍ខ្លួនឯងពីការជួបជាមួយនឹងឧបសគ្គជាច្រើនដែលកើតមាននៅក្នុងជីវិតដូចជាជួបជាមួយនឹងបញ្ហាជាច្រើនរាប់មិនអស់ដែលកើតមាននៅក្នុងជីវិតអញ្ចឹងនៅពេលដែលខ្ញុំបានឆ្លងផុតគឺជីវិតរបស់ខ្ញុំគឺទទួលបាននៅធម្មពលដែលជាធម្មពលចក្រវាឡដែលផ្ដល់ឲ្យហ្នឹងណាអញ្ចឹងបាទសម្រាប់បទពិសោធន៍មួយហ្នឹងគឺខ្ញុំអរគុណខ្លាំងមែនទែនអញ្ចឹងគឺខ្ញុំសិក្សាពីខ្លួនឯងឡើងវិញថាបទពិសោធន៍ជាច្រើនដែលខ្ញុំបានជួបហ្នឹងគឺមានការជួបច្រើនអញ្ចឹងគឺខ្ញុំមានការអរគុណដឹងគុណខ្លាំងមែនទែនជាមួយនឹងបទពិសោធន៍មួយហ្នឹងចឹងមានការជួបបទពិសោធន៍កាន់តែខ្លាំងជីវិតរបស់ខ្ញុំកាន់តែមានន័យមានតម្លៃកាន់តែខ្លាំងជាមួយនឹងបទពិសោធន៍ជាមួយនឹងឧបសគ្គមួយហ្នឹងនៅពេលដែលខ្ញុំបានជួបបាទហើយមួយវិញទៀតសម្រាប់ខ្ញុំបានផ្ទាល់ក៏ខ្ញុំយល់អំពីបាទអត្តន័យនៃការដែលជួបបទពិសោធន៍នៃការដែលជួបឧបសគ្គនៃការដែលជួបបញ្ហាជីវិតជាច្រើនហ្នឹងផងដែរទើបធ្វើឲ្យខ្ញុំយល់ពីវាវត្តសង្សារដ៏ពិតប្រាកដដែលជីវិតមាននៅក្នុងភពផែនដីមួយនេះការចាស់ឈឺស្លាប់បញ្ហាមិនចេះចប់មិនចេះហើយនៅពេលដែលឆ្លងផុតហើយគឺធ្វើឲ្យជីវិតគឺមានអត្ថន័យពិតប្រាកដដូចជាយល់អំពីតម្លៃនៃក្តីស្រឡាញ់យល់អំពីតម្លៃនៃការផ្ដល់ឲ្យរវាងឪពុកម្ដាយមកដល់ខ្ញុំបងប្អូនមកដល់ខ្ញុំតាយាយពូមីងបងប្អូនដែលគាត់តែងតែមានក្តីស្រឡាញ់អត់លក្ខខណ្ឌដែលមានក្តីស្រឡាញ់របស់បរិសុទ្ធដ៏ស្មោះសរបរិសុទ្ធបាទដែលគ្មានការចង់បានផលតបស្នងអញ្ចឹងទោះបីជាពេលខ្លះក៏សម្ដីអាក្រក់ទោះបីជាពេលខ្លះក៏សម្ដីគំរោះគំរើយយ៉ាងណាក៏គាត់មាននៅក្តីស្រឡាញ់ចំពោះបាទខ្ញុំនៅអ្វីដែលខ្ញុំបានជួបជាមួយនឹងបទពិសោធន៍ជាយូរឆ្នាំយូរខែយូរថ្ងៃមកហើយក៏ពេលដែលខ្ញុំអត់មានអ្វីៗគ្រប់យ៉ាងក៏ខ្ញុំបានជួបជុំក្រុមគ្រួសារគាត់តែងតែផ្ដល់ក្តីស្រឡាញ់ផ្ដល់ភាពកក់ក្ដៅគ្រប់ពេលគ្រប់វេលាដូច្នេះហើយគឺខ្ញុំតែងតែធ្វើការបាទអរគុណដឹងគុណជាមួយនឹងបទពិសោធន៍ដែលខ្ញុំបានជួបនៅក្នុងជីវិតមួយហ្នឹងអញ្ចឹងគឺធ្វើឲ្យជីវិតរបស់ខ្ញុំគឺយល់អំពីដំណើរនៃធម្មជាតិដំណើរនៃការចាស់ឈឺស្លាប់ដំណើរនៃវាលវត្តសង្សារអញ្ចឹងសម្រាប់ជីវិតមួយហ្នឹងគឺខ្ញុំសិក្សាមកឃើញថាច្បាប់នៃធម្មជាតិច្បាប់នៃចក្រវាឡដើរប្រដំប្រសំជាមួយនឹងគ្នាក៏ដូចជាច្បាប់នៃកម្មផលក៏ដើរប្រដំប្រសងជាមួយនឹងគ្នាផងដែរអញ្ចឹងខ្ញុំសិក្សាមកវិញគឺខ្ញុំតែងតែធ្វើការអរគុណដឹងគុណជាមួយនឹងបទពិសោធន៍អរគុណដឹងគុណជាមួយនឹងរឿងរ៉ាវដែលខ្ញុំបានជួបកន្លងមកដែលខ្ញុំតែងតែមានការអភិវឌ្ឍខ្លួនឯងទៅបាទមុខពីមួយដំណាក់កាលទៅមួយដំណាក់កាលពេលដែលជួបបញ្ហាម្ដងគឺបញ្ហាតែងតែបរិញ្ញាខ្ញុំបញ្ហាតែងតែធ្វើឲ្យខ្ញុំឡើងកម្រិតមួយផ្លាស់ប្ដូរថ្មីពីមួយដំណាក់កាលទៅមួយដំណាក់កាលដូច្នេះហើយជីវិតរបស់ខ្ញុំតែងតែមានការវិវត្តទៅមុខអត់ឈប់ឈរទោះបីជាជួបឧបសគ្គមែនប៉ុន្តែពេលវេលាគឺដើរទៅមុខរហូតអញ្ចឹងនៅពេលដែលពេលវេលាដើរទៅមុខអត់អាចបកក្រោយពេលវេលាហ្នឹងមកក្រោយបានទេអញ្ចឹងគឺមានតែការសិក្សាពីបទពិសោធន៍សិក្សាពីបញ្ហាសិក្សាពីឧបសគ្គកន្លងមកដែលបានជួបហ្នឹងបាទអភិវឌ្ឍខ្លួនឯងឲ្យកាន់តែខ្លាំងបាទសិក្សាពីបទពិសោធន៍របស់ខ្លួនឯងហ្នឹងដើម្បីផ្លាស់ប្ដូររបស់ជីវិតរបស់ខ្លួនឯងឲ្យកាន់តែរីកចម្រើនទៅមុខបន្តទៅមុខទៀតជាពិសេសក៏ខ្ញុំបាទតែងតែធ្វើការអរគុណដឹងគុណជាមួយនឹងបទពិសោធន៍ដែលធ្វើឲ្យខ្ញុំផ្លាស់ប្ដូរជីវិតដែលធ្វើឲ្យខ្ញុំវិវត្តជីវិតពីមួយដំណាក់កាលទៅមួយដំណាក់កាលអញ្ចឹងជីវិតមួយនេះបើសិនថាអត់មានបទពិសោធន៍បើសិនថាអត់មានបញ្ហាទេជីវិតអត់មានតម្លៃទេដោយសារអីដោយសារតែពេលកើតមកនេះស្រួលពេកទៅអញ្ចឹងអត់ដឹងថាជីវិតហ្នឹងជួបអីខ្លះជីវិតហ្នឹងត្រូវធ្វើអីខ្លះពេលដែលជួបបញ្ហាត្រូវធ្វើអីខ្លះនៅពេលដែលជួបបទពិសោធន៍នៅពេលដែល
ធ្លាក់ក្រោមសន្នមានអ្វីៗគ្រប់យ៉ាងហ្នឹងត្រូវធ្វើអីខ្លះចឹងក៏ខ្ញុំបានជួបជាមួយនឹងបញ្ហាអស់ហ្នឹងហើយក៏ខ្ញុំធ្វើការទទួលបាននៅជីវិតពិតប្រាកដហ្នឹងគឺពិតជាមានតម្លៃខ្លាំងមែនទែននៅក្នុងជីវិតរបស់ខ្ញុំអញ្ចឹងគឺខ្ញុំមើលឃើញថាបទពិសោធន៍មួយហ្នឹងហើយដែលធ្វើឲ្យខ្ញុំយល់ពីតម្លៃនៃជីវិតពិតតម្លៃនៃវាវត្តសង្សារដែលធម្មពលមាននៅក្នុងចក្រវាលនេះផ្ដល់ឲ្យរូបរាងកាយនេះគឺយើងបានមករស់នៅលើភពផែនដីអញ្ចឹងន័យថាធម្មពលគឺមាននៅក្នុងរូបកាយមនុស្សអញ្ចឹងនៅពេលដែលមនុស្សមានការជួបបទពិសោធន៍កាន់តែខ្លាំងទៅហើយធ្វើឲ្យយើងអស់សង្ឃឹមម្ដងប៉ុន្តែនៅត្រឡប់ពេលដែលយើងអស់សង្ឃឹមហ្នឹងក៏យើងមានអ្វីមួយដែលថ្មីដែលចក្រវាលផ្ដល់ឲ្យយើងហ្នឹងគឺយើងមានការអភិវឌ្ឍទៅមុខបន្ថែមពីលើហ្នឹងទៀតនៅពេលដែលជីវិតរបស់យើងជួបជាមួយនឹងបញ្ហាអញ្ចឹងនៅពេលដែលយើងជួបជាមួយនឹងបញ្ហាយើងទទួលបានកាដូថ្មីពីចក្រវាលមកវិញអញ្ចឹងដំណើរការនៃច្បាប់ធម្មជាតិដំណើរការនៃវិវត្តសង្សារការចាស់ឈឺស្លាប់គឺដូចគ្នាអញ្ចឹងសម្រាប់ធម្មពលគឺបានមកមានន័យថាមកបាននៅក្នុងរូបកាយមនុស្សអញ្ចឹងមានន័យថាធម្មពលគឺបានផ្ដល់នៅក្នុងរូបកាយមនុស្សអញ្ចឹងគឺសម្រាប់រូបកាយនេះគឺបានខ្ចីជាមួយនឹងធម្មជាតិទេអញ្ចឹងសម្រាប់ធម្មពលគឺបានមកហើយអញ្ចឹងដល់ពេលដែលយើងបានជួបជាមួយនឹងបញ្ហាជាច្រើនលើកជាច្រើនសារពេលខ្លះនៅពេលដែលយើងជួបបញ្ហាច្រើនពេកគឺយើងអស់សង្ឃឹមនៅពេលដែលយើងអស់សង្ឃឹមជីវិតរបស់យើងមានន័យថាគឺអស់អ្វីគ្រប់យ៉ាងអញ្ចឹងពេលដែលយើងនៅស្ងៀមស្ងាត់ពេលដែលយើងនៅតែម្នាក់ឯងពេលដែលយើងនៅអត់បានគិតរឿងអ្វីៗទាំងអស់ដែលបានជួបហ្នឹងសុំពេលវេលានៅស្ងៀមតែឯងហើយនៅពេលនោះហើយគឺចក្រវាលបានផុសមកហើយចក្រវាលក៏បានផ្ដល់ឲ្យយើងនៅអ្វីដែលថ្មីនឹងប្រាប់ចម្លើយយើងគ្រប់ពេលគ្រប់វេលានៅពេលដែលយើងចេះផ្សារភ្ជាប់ខ្លួនឯងជាមួយនឹងចក្រវាលហ្នឹងណាអញ្ចឹងសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំមានការអរគុណដឹងគុណខ្លាំងមែនទែនជាមួយនឹងបទពិសោធន៍ដែលខ្ញុំបានជួបជាមួយនឹងឧបសគ្គជីវិតឧបសគ្គជាច្រើនដែលខ្ញុំបានឆ្លងកាត់តែនៅពេលនោះហើយក៏ខ្ញុំបានសិក្សាថាបើសិនថាខ្ញុំអត់បានជួបជាមួយនឹងឧបសគ្គមួយហ្នឹងទេបើសិនថាខ្ញុំអត់បានភ្លក់រសជាតិជីវិតហ្នឹងទេជីវិតរបស់ខ្ញុំមិនដឹងថាទៅជាយ៉ាងណាទេស្រួលពេកណាចឹងនៅពេលដែលស្រួលពេកអត់បានជួបបទពិសោធន៍អត់បានជួបឧបសគ្គអត់បានជួបបញ្ហាជីវិតអត់មានតម្លៃទេចង់និយាយអញ្ចឹងណាអញ្ចឹងយើងកាន់តែជួបបញ្ហាជួបបទពិសោធន៍ជួបឧបសគ្គច្រើនជីវិតរបស់យើងកាន់តែមានតម្លៃនៅពេលដែលយើងក្រោកឈរហើយយើងស្គាល់ជាមួយនឹងខ្លួនឯងទទួលបាននូវធម៌ពលពិតដែលចក្រវាលផ្ដល់ឲ្យថែមទៀតអញ្ចឹងសម្រាប់បទពិសោធន៍មួយនេះក៏ខ្ញុំបានឆ្លងកាត់មកហើយក៏ខ្ញុំចង់ធ្វើការចែករំលែកជូនទៅដល់បងដែលគាត់បាត់បង់ធម៌ពលបាត់បង់ខ្លួនឯងឲ្យក្រោកឈរព្យាយាមនៅជាមួយនឹងខ្លួនឯងមិនបាច់ព្យាយាមមិនបាច់ប្រឹងទេពេលដែលយើងជួបបទពិសោធន៍ច្រើនគឺយើងអស់អ្វីពីក្នុងខ្លួនណាអញ្ចឹងគឺយើងបាននៅជាមួយនឹងឪពុកម្ដាយជួបជុំបងប្អូនក្រុមគ្រួសារអញ្ចឹងដល់ពេលនោះហើយពេលដែលយើងបាត់បង់អ្វីៗគ្រប់យ៉ាងគឺមានតែពួកគាត់ទេដែលនៅក្បែរយើងផ្ដល់ក្តីស្រឡាញ់ផ្ដល់ភាពកក់ក្ដៅជាពិសេសគឺគាត់តែងតែផ្ដល់ឲ្យយើងអត់មានការចង់បានផលតបស្នងអ្វីចេញពីយើងនោះទេនៅពេលដែលយើងអស់អ្វីគ្រប់យ៉ាងហើយគឺគាត់តែងតែស្វាគមន៍យើងគ្រប់ពេលគ្រប់វេលាចំណិចអញ្ចឹងអ្វីដែលខ្ញុំបានលើកយកមកនេះពេលដែលខ្ញុំបានជួបជាមួយនឹងឧបសគ្គគឺខ្ញុំអរគុណដឹងគុណខ្លាំងមែនទែនជាមួយនឹងបញ្ហាមួយហ្នឹងជាមួយនឹងបញ្ហាជាច្រើនដែលខ្ញុំបានជួបធ្វើឲ្យខ្ញុំបានជួបជាមួយនឹងធម៌ពលរបស់ខ្លួនឯងតាមរយៈការនៅបែបជាមួយនឹងធម្មជាតិជាមួយនឹងខ្លួនឯងដូច្នេះហើយគឺខ្ញុំពិតជាអរគុណទៅដល់ធម្មជាតិអរគុណទៅដល់រុក្ខជាតិក៏ដូចជាអរគុណដឹងគុណទៅដល់ខ្លួនឯងអរគុណដឹងគុណទៅដល់ឫសគល់ឫសកែវពលឺដងកែវបច្ចុប្បន្នដែលមាននៅក្នុងខ្លួនឯងតាំងពីយូរមកហើយនៅពេលដែលជួបជាមួយនឹងឧបសគ្គមួយហ្នឹងគឺធ្វើឲ្យខ្ញុំហ្នឹងគឺជួបជាមួយនឹងធម្មពលពិតនេះអញ្ចឹងសម្រាប់បញ្ហាដែលខ្ញុំបានជួបហ្នឹងគឺ10ឆ្នាំជាងហើយអញ្ចឹងនៅក្នុងជីវិតមួយនេះខ្ញុំបានភ្លក់រសជាតិជីវិតថាឧបសគ្គជួបអីខ្លះបញ្ហាអីខ្លះដែលកើតមាននៅក្នុងជីវិតរបស់ខ្ញុំគឺខ្ញុំបានជួបហើយអញ្ចឹងទៅពេលដែលខ្ញុំបានជួបនឹងហើយជួបកាន់តែខ្លាំងពេលខ្លះដួលពេលខ្លះអស់អាលិញពីខ្លួនអស់សង្ឃឹមពីខ្លួនសឹងតែអស់ជីវិតម្ដងនេះខ្ញុំសូមនិយាយប្រាប់ត្រង់ហ្មងពេលដែលយើងអស់សង្ឃឹមពេលដែលយើងបាត់បង់អ្វីៗគ្រប់យ៉ាងប៉ុន្តែទន្ទឹមនឹងនេះហើយនៃការបាត់បង់ក៏មានអ្វីៗថ្មីដែលផ្ដល់ឲ្យជីវិតរបស់យើងផងដែរអាចនិយាយបានថាច្បាប់ធម្មជាតិគឺពិតជាពិសេសខ្លាំងមែនទែនមានអ្វីថ្មីគឺដកហូតចាស់យើងទទួលបានអ្វីថ្មីពីផែនដីមួយនេះពីចក្រវាល
របស់ចាស់ទាំងឡាយដែលយើងបានមានពីមុនហ្នឹងគឺចក្រវាលដកហូតចេញទាំងអស់តែម្ដងដូច្នេះហើយគឺខ្ញុំសូមធ្វើការអរគុណដល់គុណទៅដល់ព្រះមេដាបិតាដើមកំណើតរបស់ខ្ញុំក៏ដូចជាបាទព្រះមេដាចក្រវាលសម្ដេចចក្រវាលទាំង8ទិសសម្ដេចចក្រវាលទាំង7ព្រះមេដាធម្មពលអតិទេពព្រះមេដាវិយោគង្គីភ្លៀងផ្គររន្ទះទឹកដីភ្លៀងខ្យល់បាទព្រះច័ន្ទព្រះអាទិត្យព្រះខែបាទព្រះមេដាដែលបានបង្កើតខ្ញុំឲ្យបានឃើញនៅក្នុងបាទភពផែនដីមួយនេះបងប្អូនយាយតាពូមីងបងប្អូនទាំងអស់គ្នាដែលបាទផ្ដល់ក្តីស្រឡាញ់ដល់ស្មោះសរបរិសុទ្ធអញ្ចឹងគឺខ្ញុំសូមអរគុណដល់គុណពួកគាត់ខ្លាំងមែនទែនដែលគាត់តែងតែផ្ដល់ក្តីស្រឡាញ់ផ្ដល់ភាពកក់ក្ដៅតម្លៃនៃការស្វាគមន៍គ្រប់ពេលវេលាមានតម្លៃខ្លាំងមែនទែននៅពេលដែលមានក្រុមគ្រួសារល្អពុកម្ដាយរបស់ខ្ញុំពិតជាល្អខ្លាំងមែនទែនគាត់មិនដែលចង់បានអ្វីពីខ្ញុំឡើយនៅពេលដែលចង់ឃើញមុខកូនចង់បានក្តីស្រឡាញ់ពីកូនចង់ឲ្យកូនផ្ដល់ក្តីស្រឡាញ់ជូនគាត់វិញគាត់អត់ចង់បានលុយអត់ចង់បានអីនេះទេអញ្ចឹងខ្ញុំមើលឃើញថាពួកគាត់មានក្តីស្រឡាញ់ដ៏ស្មោះសរបរិសុទ្ធខ្លាំងមែនទែនដែលជាក្តីស្រឡាញ់មួយដ៏អស្ចារ្យដែលមិនអាចកាត់ថ្លៃបានពេលខ្លះទោះបីជាមានលុយទោះបីជាមានទ្រព្យសម្បត្តិជាច្រើនផ្ដល់ឲ្យឪពុកម្ដាយដែលផ្ដល់កំណត់ឲ្យយើងនឹងហើយមិនស្មើជាមួយនឹងក្តីស្រឡាញ់ដ៏ស្មោះសរបរិសុទ្ធដែលយើងផ្ដល់ឲ្យពួកគាត់ទេណាអញ្ចឹងមានន័យថាក្តីស្រឡាញ់ស្មើជាមួយនឹងបាទការស្រូបទាញច្បាប់ស្រូបទាញមានពេញនៅក្នុងបាទភពផែនដីមួយនេះមានន័យថាច្បាប់ចក្រវាលច្បាប់ស្រូបទាញគឺនៅក្នុងកន្សោមតែមួយផ្ទាល់តែម្ដងអញ្ចឹងមនុស្សគ្រប់គ្នាគឺមានភាពអច្ឆរិយៈខ្លាំងមែនទែនដែលចក្រវាលផ្ដល់ឲ្យធម្មពលដូចពេលដែលយើងមានធម្មពលមកហើយចាប់កំណើតនៅក្នុងផ្ទៃឪពុកម្ដាយដែលយើងបានកើតនៅក្នុងផែនដីនេះអញ្ចឹងយើងមានធម្មពលជាយូរហើយដែលចក្រវាលផ្ដល់ឲ្យអញ្ចឹងយើងមានធម្មពលកើតលើផែនដីនេះហើយចូលបាទផ្ដល់តម្លៃធម្មពលដែលចក្រវាលផ្ដល់ឲ្យនេះប្រើប្រាស់ឲ្យបានប្រយោជន៍ជួយទៅដល់ខ្លួនឯងជួយទៅដល់មនុស្សនៅក្នុងផែនដីនេះឲ្យបានច្រើនមានតែការផ្ដល់ឲ្យដែលចេញពីចិត្តដ៏ស្មោះសរបរិសុទ្ធដូច្នេះហើយអ្វីដែលយើងបានទទួលពីចក្រវាលដែលយើងបានឃើញភពផែនដីមួយនេះក៏ពិតជាមានតម្លៃខ្លាំងមែនទែនអញ្ចឹងតម្លៃនៃការធ្វើបាទការដឹងគុណអរគុណដឹងគុណបាទតម្លៃនៃការសងគុណទៅដល់ចក្រវាលគឺមានតែការផ្ដល់ឲ្យច្រើនណាទៅដល់តកតងជាមួយនឹងអ្វីដែលមាននៅក្នុងភពផែនដីនេះក៏ដូចជាក្តីស្រឡាញ់ដ៏ស្មោះសរបរិសុទ្ធបាទការផ្ដល់ឲ្យជាមួយនឹងការចែករំលែកអ្វីដែលជាភាពខ្លាំងរបស់ខ្លួនឯងដែលចក្រវាលផ្ដល់ឲ្យមនុស្សរៀងខ្លួនជួយទៅដល់មនុស្សគ្រប់រូបឲ្យបានច្រើនជាពិសេសនិយាយអំពីបាទបទពិសោធន៍ជីវិតការក្រោកឈរឡើងហើយការមាននៅធម្មពលពិតអញ្ចឹងចក្រវាលគឺតែងតែផ្ដល់ឲ្យនៅធម្មពលពិតដល់មនុស្សគ្រប់គ្នាផ្សេងគ្នាអញ្ចឹងយើងមានភាពខ្លាំងមានធម្មពលដែលចក្រវាលផ្ដល់ឲ្យហើយចូលធ្វើការចែករំលែកនៅអ្វីដែលចក្រវាលផ្ដល់ឲ្យហ្នឹងជួយទៅដល់មនុស្សគ្រប់រូបឲ្យបានកាន់តែច្រើនអញ្ចឹងបាទធម្មពលដែលជាបាទធម្មពលពិតរបស់យើងហ្នឹងគឺដែលហៅថាចក្រវាលហ្នឹងគឺគាត់មានហើយក៏គាត់ផ្ដល់ធម្មពលឲ្យយើងគឺជាបុត្ររបស់ចក្រវាលយើងគឺជាបុត្ររបស់ធម្មពលដូច្នេះហើយយើងចូលយើងទាំងអស់គ្នាមិនថាខ្ញុំទេមិនថាបងប្អូនទាំងអស់គ្នាទេធ្វើអ្វីជួយទៅដល់ភពផែនដីនេះឲ្យបានច្រើនណាក៏ដូចជាអរគុណដឹងគុណទៅដល់ធម្មជាតិអរគុណដឹងគុណទៅដល់ភពផែនដីដែលបានផ្ដល់ឲ្យខ្ញុំនេះបាទឃើញភពផែនដីនេះបាទដូចជាអរគុណដឹងគុណទៅដល់ពុកម្ដាយរបស់ខ្ញុំផងដែរដែលគាត់តែងតែផ្ដល់អ្វីៗគ្រប់យ៉ាងបាទទាំងខ្ញុំបាទនៅក្មេងមិនទាន់ដឹងក្ដីបាទធម្មពលយើងមានរូបកាយពីរណារូបកាយមួយជាធម្មពលពិតរបស់យើងរូបកាយមួយដែលជាសម្បករាងកាយដូច្នេះហើយរូបកាយមួយតែងតែធ្វើការរងចាំយើងគ្រប់ពេលវេលាអញ្ចឹងដល់ពេលដែលយើងបាទមានការដឹងក្ដីយើងបានធ្វើដំណើរបានស្របជាមួយនឹងធម្មពលពិតរបស់យើងហើយគឺយើងមានភាពខ្លាំងមានភាពអស្ចារ្យយើងបានភ្លក់រសជាតិជីវិតច្រើនហើយយើងបានជួបជាមួយនឹងធម្មពលពិតរបស់យើងហើយចូលយើងប្រើប្រាស់បាទខ្លួនឯងរូបកាយដ៏អស្ចារ្យបាទអនុញ្ញាតឲ្យធម្មពលដ៏អស្ចារ្យនេះជួយទៅដល់មនុស្សរួមលោកឲ្យបានច្រើនអញ្ចឹងចក្រវាលគឺពិតជាសប្បាយចិត្តខ្លាំងមែនទែននៅពេលដែលបុត្របាទទទួលបានឲ្យធម្មពលពិតខ្លួនឯងហើយចែករំលែកអ្វីដែលជាភាពល្អភាពអស្ចារ្យនិយាយអំពីបាទភាពខ្លាំងរបស់ខ្លួនឯងនេះជួយទៅដល់ការងារចក្រវាលតាមរយៈការចែករំលែកនេះណាមិនថាអ្វីដែលយើងចេះមិនថាអ្វីដែលយើងមិនចេះទេយើងកាន់តែផ្ដល់ឲ្យកាន់តែច្រើនយើងកាន់តែទទួលបានកាន់តែច្រើនការផ្ដល់ឲ្យកាន់តែច្រើនដែលចេញពីចិត្តដ៏ស្មោះសរបរិសុទ្ធគឺធ្វើឲ្យជីវិតរបស់យើងកាន់តែទទួលបានអ្វីៗគ្រប់យ៉ាងពីចក្រវាលដូចគ្នាអ
ដូច្នេះហើយអ្វីៗដែលខ្ញុំបានធ្វើការនិយាយនេះគឺខ្ញុំពិតជាអរគុណដល់ទៅដល់បទពិសោធន៍អរគុណដល់ទៅដល់ឧបសគ្គអរគុណដល់ទៅដល់បញ្ហាដែលខ្ញុំបានជួបខ្លាំងមែនទែនដែលធ្វើឲ្យខ្ញុំយល់អំពីតម្លៃនៃការរស់រានមានជីវិតតម្លៃនៃការបាទផ្ដល់ក្តីស្រឡាញ់ពីឪពុកម្ដាយតម្លៃនៃការជួបជុំបងប្អូនពូមីងប៉ាម៉ាក់ណានឹងឲ្យមនុស្សរួមលោកដែលផ្ដល់ឲ្យរុក្ខជាតិធម្មជាតិបាទសត្វព្រៃប្រក្សាអ្នកតាវត្តដែលផ្ដល់ឲ្យនេះគឺពិតជាអរគុណពួកគាត់ខ្លាំងមែនទែនដែលគាត់តែងតែផ្ដល់ឲ្យទាំងខ្យល់បរិសុទ្ធក៏ដូចជាទាំងអូស្មန်ទាំងបាទខ្យល់ដង្ហើមទាំងរូបកាយទាំងឥន្ទ្រីទាំង6នេះក៏ដូចជាអរគុណដល់ទៅដល់សម្ដេចចក្រវាឡទាំង8ទិសសម្ដេចចក្រាទាំង7ដែលតែងតែផ្ដល់អ្វីៗគ្រប់យ៉ាងមកឲ្យខ្ញុំបានឃើញពិភពលោកនេះអ្វីដែលខ្ញុំធ្វើចាប់ពីពេលនេះគឺមានតែការចែករំលែកជាមួយនឹងច្បាប់ស្រូបទាញច្បាប់ចក្រវាឡនិយាយអំពីធម្មពលពិតដ៏អស្ចារ្យជាពិសេសគឺខ្ញុំបាទជួយទៅដល់មនុស្សដែលមាននៅក្នុងភពផែនដីនេះមនុស្សទាំងអស់គ្នាដែលគាត់ត្រូវការធម្មពលពិតដ៏អស្ចារ្យដែលចក្រវាឡផ្ដល់ឲ្យជួយមនុស្សឲ្យរួចផុតពីការបាក់ទឹកចិត្តឲ្យទទួលបាននូវធម្មពលពិតរបស់ខ្លួនឯងដូច្នេះហើយគឺខ្ញុំពិតជាអរគុណដល់ខ្លួនឯងអរគុណដល់ទៅដល់រូបកាយអរគុណដល់ទៅដល់ដួងព្រលឹងដួងវិញ្ញាណឬកែដួងកែវព្រលឹងដួងកែវបច្ចុប្បន្ននេះខ្លាំងណាស់ដែលបានកើតនៅក្នុងផ្ទៃមេដាបៃតាដ៏ល្អរបស់ខ្ញុំនៅក្នុងផែនដីនេះហើយផ្ដល់រូបរាងកាយដ៏ស្រស់សង្ហាមកឲ្យខ្ញុំនៅក្នុងការជួយចែករំលែកទៅដល់មនុស្សរួមលោកនៅក្នុងភពផែនដីនេះបានយ៉ាងច្រើនខ្លាំងមែនទែនដូច្នេះហើយអ្វីដែលខ្ញុំផ្ដល់ឲ្យនេះគឺចេញពីចិត្តស្មោះសរបរិសុទ្ធជូនពរបងប្អូនទាំងអស់គ្នាទទួលបាននូវធម្មពលពិតទាំងអស់គ្នាជូនពរបងប្អូនទាំងអស់គ្នារួចផុតពីការបាក់ទឹកចិត្តទទួលបានខ្លួនឯងដ៏ពិតប្រាកដត្រឡប់មកវិញយើងមានភាពខ្លាំងមានភាពហេរ៉ូដ៏អស្ចារ្យដែលចក្រវាឡផ្ដល់ឲ្យគ្រប់ផ្សេងពីគ្នាភាពខ្លាំងដ៏អស្ចារ្យរៀងខ្លួនដូច្នេះហើយចូលប្រើភាពខ្លាំងរបស់ខ្លួនឯងជួយទៅដល់មនុស្សរួមលោកឲ្យបានច្រើនកាន់តែផ្ដល់ឲ្យកាន់តែទទួលបានពីខ្ញុំបាទឈ្មោះស្រនច័ន្ទដាវីត